សូមស្វាគមន៍បងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាគ្រប់រូបមកកាន់ YouTube Channel ខ្មែរថ្ងៃនេះលោកគ្រូបានលើកយកប្រធានសំណេរតែងសេចក្តីពន្យល់សុភាសិតមួយយកមកចែករំលែកបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាគ្រប់រូបទាំងអស់ឲ្យបានយល់ក៏ដូចជាបានឃើញអំពីការលើកឧទាហរណ៍ក៏ដូចជាការបកស្រាយងាយៗទាក់ទងទៅនឹងប្រធានសុភាសិតរបស់យើងណាបាទចំពោះប្រធានបទរបស់យើងគេថាសុភាសិតខ្មែរមួយពោលថាតតពេញបំពង់បាទចូលពន្យល់សុភាសិតខាងលើឲ្យបានក្បោះក្បាយនិងលើកឧទាហរណ៍មកបញ្ជាក់ផងបាទនៅក្នុងប្រធានពន្យល់សុភាសិតតតពេញបំពង់មួយនេះគឺមានន័យចំនួន2បាទន័យត្រង់និងន័យធៀបហើយនៅក្នុងការបកស្រាយប្រធានសុភាសិតអ្នកសិក្សាគ្រប់រូបត្រូវតែពន្យល់ព្រមទាំងចាប់អារម្មណ៍ទៅលើការទៀមទាឬក៏ការស្នើសុំរបស់អ្នកចេញប្រធានណាបាទអញ្ចឹងគេថាចូលពន្យល់សុភាសិតខាងលើនេះហើយរកឧទាហរណ៍មួយចំនួនហ្នឹងមកធ្វើជាផុសតាងផងបាទនេះជាការស្នើសុំរបស់អ្នកចេញប្រធានអញ្ចឹងតពេញបំពង់តើមានអត្ថន័យយ៉ាងណានោះសូមចូលទៅតាមដានជាមួយវីដេអូលោកគ្រូទាំងអស់គ្នាបាទជាយើងចូលបន្តថ្មីមួយណានៅក្នុងការសរសេរផ្ដើមសេចក្តីណាចឹងគេថាមនុស្សគ្រប់រូបក្រមែងចង់បានភាពជោគជ័យនិងភាពរីកចម្រើនភាពជោគជ័យនិងភាពរីកចម្រើនកើតមានចំពោះតែបុគ្គលណាដែលមានការតស៊ូព្យាយាមនិងខិតខំខ្នះខ្នែងក្នុងការងារប្រចាំថ្ងៃម្យ៉ាងវិញទៀតការចេះទុកដាក់ទ្រព្យរបស់ចេះសន្សំសំចៃប្រកាសនិងវៃឆ្លាតក្នុងការប្រើប្រាស់ធនធានដែលមានសមស្របទៅតាមតម្រូវការនិងនាំឲ្យពួកគេគេចផុតពីហេតុភេទមិនល្អណាមួយកើតឡើងទាំងក្នុងពេលបច្ចុប្បន្ននិងអនាគតបាទអញ្ចឹងចាប់ពីមនុស្សគ្រប់រូបនេះរហូតមកដល់បច្ចុប្បន្ននិងអនាគតនេះយើងហៅថាជាលំនាំបញ្ហាដែលបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាគ្រប់រូបត្រូវតែសរសេរឲ្យតាក់ទងទៅនឹងប្រធានបទរបស់យើងគឺតតពេញបំពង់បាទឥឡូវយើងចូលទៅចំណុចតូចទី2គឺចំណូលបញ្ហាណាបាទដែលយើងត្រូវលើកយកប្រធានបទខាងលើរបស់យើងនឹងដាក់ចូលវិញទាំងស្រុងបាទគេថាជុំវិញបញ្ហាខាងលើនេះទើបចាស់បុរាណខ្មែរលើកយកសុភាសិតមួយឃ្លាគ្រាន់ជាកតិសម្រាប់កូនចៅត្រេះរិះពិចារណាយ៉ាងដូចនេះថាតតពេញបំពង់បាទអញ្ចឹងត្រង់នេះគឺចំណូលបញ្ហាណាចាប់ពីជុំវិញរហូតមកដល់តពេញបំពង់នេះគឺចំណូលដែលយើងត្រូវលើកយកប្រធានបទខាងលើនេះបញ្ចូលវិញទាំងស្រុងតែម្ដងបាទអញ្ចឹងយើងចូលទៅចំណុចតូចទី3គឺចំណោទបញ្ហាដែលយើងត្រូវចោទសួរទៅប្រធានបទបាទត្រង់ចំណុចនេះបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាគ្រប់រូបត្រូវតែចូលបន្តថ្មីមួយទៀតអញ្ចឹងគេសួរថាតើសុភាសិតខាងលើមានអត្ថន័យនិងខ្លឹមសារអប់រំយ៉ាងដូចម្ដេចខ្លះបាទអញ្ចឹងនៅក្នុងការចោទសួរនេះយើងចោទសួរបែបហ្នឹងនៅក្នុងប្រធានបែបពន្យល់ទាំងអស់ណាបាទអញ្ចឹងនៅក្នុង slide ទី1នេះលោកគ្រូបញ្ចប់ត្រឹមតែប៉ុណ្្នឹងឥឡូវយើងចូលទៅចំណុចបន្តទៀតគឺផ្នែកទី2គឺតួសេចក្តីអញ្ចឹងនៅក្នុងផ្នែកតួសេចក្តីនេះបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាគ្រប់រូបត្រូវតែចូលបន្តថ្មីមួយទៀតអញ្ចឹងយើងសរសេរថាមុននឹងបកស្រាយប្រធានខាងលើជាបឋមយើងគួរយល់ន័យពាក្យកន្លឹះជាមុនសិនបាទមួយឃ្លានេះបាទមួយល្បះនេះគឺជាឃ្លាភ្ជាប់សេចក្តីដែលយើងភ្ជាប់ពីផ្ដើមឆ្ពោះទៅកាន់តួបាទអញ្ចឹងពាក្យតបាទពាក្យកន្លឹះតមានន័យថាដំណើរនៃទឹកត្នោតស្រក់ចូលបំពង់ម្ដងមួយដំណក់ម្ដងមួយដំណក់ឯកន្សោមពាក្យពេញបំពង់មានន័យថាពេញព្រៀបដល់មាត់បំពង់អញ្ចឹងតនិងពេញបំពង់នេះគឺជាពាក្យកន្លឹះដែលយើងយកចេញពីប្រធានបទរបស់យើងនឹងបាទយើងយកមកពន្យល់ប្រាប់គេថាតើតនឹងមានន័យដូចម្ដេចពេញបំពង់នឹងមានន័យយ៉ាងណាដែរបាទអញ្ចឹងយើងទៅមើលតទៀតគេថាដូចនេះន័យត្រង់នៃសុភាសិតខាងលើ
សំដៅដល់ទឹកថ្នោតស្រក់ម្ដងមួយដំណក់រហូតពេញព្រៀបបំពង់បាទន័យត្រង់នៃសុភាសិតទាំងមូលហ្នឹងគឺចង់ប្រៀបធៀបទៅសំទោសគឺចង់មានន័យសំដៅដល់ដំណើរនៃការស្រក់របស់ទឹកថ្នោតហ្នឹងចូលទៅក្នុងបំពង់ម្ដងមួយដំណក់រហូតដល់ពេញបំពង់ឫស្សីហ្នឹងតែម្ដងនេះជាន័យត្រង់ណាបាទចំណែកឯន័យធៀបវិញណាន័យធៀបគេចង់ប្រៀបធៀបទៅនឹងសកម្មភាពរបស់មនុស្សបាទជាពិសេសមនុស្សដែលចេះសន្សំសំចៃចេះលៃលកក្នុងកិច្ចការចាំបាច់ប្រកបដោយការតស៊ូប្រឹងប្រែងគឺនឹងទទួលបានសម្រេចគ្រប់ភារកិច្ចបាទដូចគ្រូបានបញ្ជាក់នៅខាងដើមវីដេអូអញ្ចឹងថាសុភាសិតរបស់យើងនេះគឺមានន័យចំនួន2ន័យត្រង់គឺចង់សំដៅទៅដល់ទឹកត្នោតដែលស្រក់ពីផ្កាត្នោតហ្នឹងចូលទៅក្នុងបំពង់បាទន័យត្រង់របស់សុភាសិតចំណែកឯន័យធៀបនេះគឺគេចង់ប្រៀបធៀបទៅនឹងការធ្វើកិច្ចការរបស់មនុស្សឬក៏ការសន្សំសំចៃទ្រព្យរបស់ដែលរកបានហ្នឹងមួយថ្ងៃបន្តិចរហូតអាចគ្រប់ចំនួនយកទៅប្រើប្រាស់ក្នុងតម្រូវការណាមួយបាទនេះគឺជាន័យធៀបនៃសុភាសិតរបស់យើងចឹងយើងពន្យល់នៃប្រធានខ្លីៗប៉ុណ្ណឹងឥឡូវយើងចូលទៅដល់ចំណុចសំខាន់នៃសំណេរតែងសេចក្តីរបស់យើងគឺបកស្រាយគំនិតប្រធានបាទនៅត្រង់ការបកស្រាយនេះអ្នកសិក្សាគ្រប់រូបត្រូវតែចូលបន្ទាត់ថ្មីមួយបាទនៅត្រង់នេះណាហើយជាទូទៅគឺយើងបកស្រាយនៃត្រង់បន្តិចមុននឹងយើងចូលទៅដល់ការបកស្រាយនៃធៀបព្រមទាំងលើកឧទាហរណ៍នានាហ្នឹងមកធ្វើជាតលហេកណាបាទឥឡូវយើងមើលការបកស្រាយទាំងអស់គ្នាគេថាជាធម្មតាទឹកត្នោតស្រក់ម្ដងមួយដំណក់ចូលក្នុងបំពង់ឫស្សីជាច្រើនម៉ោងទើបទឹកត្នោតដែលស្រក់នោះពេញព្រៀបបំពង់ទឹកត្នោតត្បិតស្រក់យឺតតែស្រក់រហូតទាល់ពេញបំពង់ឫស្សីដ៏ធំបានបាទមានន័យថាទឹកត្នោតហ្នឹងវាស្រក់ម្ដងមួយដំណក់ប៉ុន្តែវាស្រក់អត់ឈប់ទេវាស្រក់រហូតណាអញ្ចឹងជាច្រើនម៉ោងក្រោយទៀតឬក៏មួយថ្ងៃក្រោយមកវានឹងពេញបំពង់បាទពេញព្រៀបតែម្ដងណាយើងមើលតទៀតគេថាដំណើរយ៉ាងសាមញ្ញនេះបាទដំណើរនៃការស្រក់យ៉ាងសាមញ្ញរបស់ត្នោតហ្នឹងណាត្រូវបានចាស់ទុំខ្មែរលើកយកមកនិយាយក្នុងន័យប្រៀបធៀបដើម្បីដាស់តឿនកូនចៅប្រុសស្រីឲ្យខិតខំបំពេញការងាររបស់ខ្លួនបាទជាពិសេសការសន្សំលុយកាក់ឬទុកដាក់ទ្រព្យសម្បត្តិដែលរកមកឲ្យបានគង់នៅបាទនេះគឺជាការបកស្រាយនៃប្រៀបធៀបនៃសុភាសិតរបស់យើងថាតើតក់ពេញបំពង់នឹងចាស់បុរាណខ្មែរលោកចង់ប្រៀបធៀបទៅនឹងអ្វីបាទគឺចង់ប្រៀបធៀបទៅនឹងការសន្សំសំចៃប្រាក់កាសឬក៏ការទុកដាក់របស់របរទ្រព្យសម្បត្តិផ្សេងៗហ្នឹងឲ្យគង់នៅបាទយើងមើលបន្តទៀតគេថាការសន្សំប្រាក់កាសគឺមានសារៈសំខាន់ណាស់ព្រោះថាគេមិនអាចដឹងថាភាពរីករាយនិងគ្រោះអាសន្នមួយណានឹងមកដល់មុននោះទេបាទអាស្រ័យហេតុនេះការសន្សំទុកដាក់ធនធានជាទុនបម្រុងដោយសន្សំម្ដងបន្តិចមិនយូរមិនឆាប់យើងនឹងមានប្រាក់កាសសម្រាប់ប្រើប្រាស់ដោះស្រាយបញ្ហាដែលកើតមានជាក់ជាមិនខានបាទអញ្ចឹងគេចង់បង្ហាញអំពីសារៈសំខាន់នៃតក់ពេញបំពង់ហ្នឹងថានៅពេលដែលយើងចេះសន្សំសំចៃហ្នឹងវាធ្វើឲ្យយើងនឹងមានទុនសម្រាប់ប្រើប្រាស់នៅពេលមានអាសន្នណាមួយបាទនេះជាន័យប្រៀបធៀបឥឡូវយើងមើលបន្តទៀតគេថាម្យ៉ាងវិញទៀតពំនូលខ្លីនេះមានបំណងក្រើនរំលឹកមនុស្សទូទៅឲ្យត្រេះរិះពិចារណាលើការបំពេញកិច្ចការប្រចាំថ្ងៃដូចជាបាទការធ្វើចំនួនជួញដូរការបញ្ចុះបញ្ចូលនេះទុនឬថៅកែធំឲ្យបណ្ដាក់ទុនរកស៊ីការតស៊ូប្រឹងប្រែងបំពេញការងារដែលលំបាកឬការសិក្សារបស់សិស្សានុសិស្សក្តីតោងតែធ្វើដោយសន្សំធ្វើហើយធ្វើទៀតធ្វើរហូតទាល់តែទទួលបានការប្រែប្រួលឬសម្រេចជោគជ័យបាទអញ្ចឹងយើងមើលថាការធ្វើកិច្ចការដោយសន្សំធ្វើហើយធ្វើទៀតហ្នឹងឧទាហរណ៍ដូចជាការធ្វើចំនួនជួញដូរបាទយើងលក់ដូរហើយលក់ទៀត
ទទួលបានប្រាក់ចំណេញម្ដងបន្តិចរហូតយើងមានប្រាក់ច្រើនបាទទី1ទី2គឺយើងការបញ្ចុះបញ្ចូលនីទុនឬក៏អ្នកបណ្ដាក់ទុនវិនិយោគិនផ្សេងហ្នឹងឬក៏ថៅកែធំហ្នឹងឲ្យមកដាក់ទុនរកស៊ីអញ្ចឹងយើងបញ្ចុះបញ្ចូលរហូតទៅពួកគេហ្នឹងអាចចុះចូលជាមួយយើងឬក៏អាចព្រមរកស៊ីជាមួយយើងបាទហើយការធ្វើការងារលំបាកឬក៏ការសិក្សាក្តីក៏មិនខុសពីករណីខាងលើដែរបាទត្រូវតែរៀនហើយរៀនទៀតធ្វើទៀតទៅទទួលបានជោគជ័យឥឡូវយើងមើលបន្តទៀតគឺថាចំពោះការសិក្សារៀនសូត្របើសិស្សណាប្រឹងប្រែងស្វាធ្យាយស្ដាប់គ្រូបង្ហាត់បង្ហាញមិនធ្វេសប្រហែសស្មារតីព្រមទាំងខិតខំស្រាវជ្រាវចំណេះដឹងថ្មីដោយខ្លួនឯងមិនយូរប៉ុន្មានពួកគេនឹងក្លាយជាសិស្សដែលមានចំណេះដឹងរឹងមាំអាចប្រើចំណេះដែលខ្លួនមានដើម្បីស្វែងរកការងារធ្វើនាពេលអនាគតបាទអញ្ចឹងគេថាប្រសិនបើសិស្សានុសិស្សដែលមានការប្រឹងប្រែងក៏ដូចជាធ្វើទៀតរៀនហើយរៀនទៀតស្វាធ្យាយស្ដាប់លោកគ្រូអ្នកគ្រូហ្នឹងពួកគេនឹងទទួលបានចំណេះដឹងរឹងមាំដែលចំណេះដឹងទាំងអស់នោះអាចជាអាវុធអាចធ្វើឲ្យគេនឹងអាចកាប់ឆ្ការឧបសគ្គឆ្ពោះទៅរកការងារល្អមួយនៅថ្ងៃអនាគតបាទឥឡូវយើងមើលបន្តទៀតគឺថាចំណែកនៅក្នុងសង្គមការងារវិញបាទបុគ្គលដែលខិតខំធ្វើការងារពីទូនីតិតូចទាបលុះយូរទៅពួកគេនឹងមានបទពិសោធន៍មានភាពប៉ិនប្រសប់ដែលអាចជួយឲ្យពួកគេឡើងឋានៈនិងកាន់ទូនីតិធំបានបាទជាមួយគ្នានេះចៅចិត្តតួអង្គក្នុងរឿងកុលាបបៃលិនជាក្មេងកំព្រាឪពុកម្ដាយបានធ្វើការជាកម្មករជីកត្បូងក្រោមកម្ដៅថ្ងៃក្តៅនិងភក់ជ្រាំតែដោយការចេះលុតដំខ្លួនធ្វើការងារដោយយកចិត្តទុកដាក់ទើបរកគេខ្លាយជាអ្នកកាន់បញ្ជីត្បូងជំនួសចៅហ្វាយនាយហើយគេក៏ខ្លាយជាកូនប្រសាររបស់លោកលួងរតនសម្បត្តិថែមទៀតបាទអញ្ចឹងនៅពេលដែលអ្នកសិក្សាគម្រោងបកស្រាយអំពីសុភាសិតក៏ដូចជាប្រធានសម្ដែងតែងសេចក្តីបែបពន្យល់បាទយើងត្រូវរកឧទាហរណ៍នៅក្នុងសង្គមជាក់ស្ដែងដោយលោកគ្រូសរសេរខាងលើនេះបាទសង្គមជាក់ស្ដែងសង្គមការងារហើយភ្ជាប់ជាមួយគ្នានឹងផងដែរក៏យើងត្រូវលើកឧទាហរណ៍នៅក្នុងតួអង្គនៅក្នុងរឿងបាទដែលគ្រប់គ្រងទៅលើប្រធានបទរបស់យើងគឺរឿងកុលាបបៃលិនតាមរយៈតួអង្គចៅចិត្តឥឡូវយើងមើលបន្តទៀតបាទគេថារីឯរឿងមីលាដួងចិត្តវិញទីកវុឌ្ឍខិតខំសិក្សារៀនសូត្របន្តិចម្ដងរហូតប្រឡងជាប់ថ្នាក់មធ្យមសិក្សាកម្រិត2ទីកវុឌ្ឍចេះ4ភាសារួមទាំងភាសាជាតិដូចជាខ្មែរអង់គ្លេសបារាំងនិងសៀមដែលធ្វើឲ្យទីកវុឌ្ឍងាយស្រួលក្នុងការរកការងារធ្វើបាទអញ្ចឹងបន្ថែមទៅលើរឿងកុលាបបៃលិននៅក្នុងរឿងមីលាដួងចិត្តក៏បង្ហាញអំពីការធ្វើការដោយសន្សំស្វាធ្យាយរៀនសូត្ររបស់តួអង្គទីកវុឌ្ឍនឹងរហូតគេនឹងអាចសម្រេចជោគជ័យពលគឺពេញបំពង់នឹងបាទគឺមានការងារធ្វើនឹងឯងបាទឥឡូវយើងមើលរឿងទី3គេថាចំណែករឿងបរោះជីកក្តាមវិញបរោះកំសត់និងប្រពន្ធជាអ្នកទីតលក្រតែដោយការងារជីកក្តាមគប់សំនឹងការសន្សំសំចៃបាននាំឲ្យពួកគេខ្លាចជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំបាទអញ្ចឹងលោកគ្រូបានលើកយករឿងខ្មែររបស់យើងចំនួន3រឿងដែលរឿងទាំងអស់នោះសុទ្ធតែបានបង្ហាញអំពីការធ្វើការដោយសន្សំការចេះសន្សំសំចៃទ្រព្យសម្បត្តិបាទក៏ដូចជាការខិតខំប្រឹងប្រែងរៀនសូត្រម្ដងបន្តិចរហូតខ្លាយទៅជាបាឡាត់ស្រុកតាមរយៈតួអង្គទីកវុឌ្ឍណាបាទនេះគឺជាឧទាហរណ៍មួយចំនួនឥឡូវយើងមើលការបកស្រាយបន្តទៀតគេថាបើយើងនិយាយឲ្យឆ្ងាយជាងនេះទៅទៀតចំពោះការងារសាងសង់វិញគេត្រូវចាប់ផ្ដើមធ្វើពីចំណុចតូចទៅដូចជាបុកគ្រឹះបណ្ដុះសសរចាក់ថ្នាំចាក់កម្រាលនិងដំបូលរហូតក្លាយជាផ្ទះឬអគារធំការងារដ៏ស្មុគស្មាញទាំងនេះគឺមានលក្ខណៈស្របគ្នាទៅនឹងសុភាសិតតក់ពេញបំពង់ដែរព្រោះថា
បើគេសាងសង់លំនៅឋានឬអគារធំដោយតក់ក្រហល់វានឹងនាំឲ្យសំណង់មិនមានគុណភាពឬបាក់រលំទៅវិញក៏មានបាទអញ្ចឹងនៅក្នុងការបកស្រាយបន្ទាប់នេះលោកគ្រូបានលើកឡើងអំពីការងារសាងសង់បើសិនបើគេសាងសង់ដោយតក់ក្រហល់វាធ្វើឲ្យសំណង់នោះមិនជាប់មាំទេបាទមិនរឹងមាំទេអាចបាក់រលំទៅវិញឥឡូវយើងមើលបន្ថែមតិចគេថាតកតងនឹងបញ្ហាខាងលើនេះនៅក្នុងរឿងរាមកេរ្តិ៍វិញក្រោយក្រុងរាពណ៍លបលួចនាងសីតាទៅក្រុងលង្កាព្រះរាមឯនេះវិញបានខិតខំរិះរកមធ្យោបាយជាច្រើនដំណាក់កាលដោយចាត់ចែងសេនាធ្វើការទៅតាមទូនីតិដោយសន្សំបាទម្យ៉ាងទៀតព្រះរាមបញ្ជាទ័ពស្វាជញ្ជូនថ្មធ្វើស្ពានឆ្លងសមុទ្រទៅនគរលង្កាមិនយូរប៉ុន្មានព្រះរាមក៏ដណ្ដើមនាងសីតាមកវិញដោយបំណងមែនបាទនៅត្រង់ចំណុចនេះគឺយើងលើកឧទាហរណ៍នៅក្នុងអក្សរសិល្ប៍ព្រាហ្មណ៍និយមបាទនៅក្នុងរឿងរាមកេរ្តិ៍មកគ្រប់គ្រងគោលគំនិតរបស់យើងណាថាការធ្វើការដោយសន្សំពលគឺការធ្វើការដោយតក់ធ្វើការដោយមួយហ្នឹងវាបានផលពិតប្រាកដមែនគឺតាមរយៈតួអង្គព្រះរាមបញ្ជាទ័ពស្វាសង់ស្ពានបាទនេះគឺជាឧទាហរណ៍បន្ថែមទៀតអញ្ចឹងនៅក្នុងការបកស្រាយជាហោហែលោកគ្រូបញ្ចប់ត្រឹមតែប៉ុណ្្នឹងណាហើយយើងទៅមើលចំណុចតូចថ្មីមួយទៀតគឺសរុបសេចក្តីអញ្ចឹងសរុបសេចក្តីនេះអ្នកសិក្សាគ្រប់រូបត្រូវតែចូលបន្តថ្មីមួយទៀតហើយចំណុចនេះផងដែរយើងត្រូវសរុបខ្លឹមសាររួមឡើងវិញថាតើការបកស្រាយរបស់យើងជាហោហែច្រើនមកនោះយើងបកស្រាយពីអ្វីខ្លះបាទឥឡូវយើងមើលដូចតទៅគេថាសរុបមកការបំពេញកិច្ចការទូទៅមិនថាការងារតូចឬធំការតស៊ូខិតខំប្រឹងប្រែងនិងធ្វើអ្វីមួយដោយសន្សំបន្តិចម្ដងមិនធ្វេសប្រហែសមនុស្សគ្រប់រូបនឹងទទួលបានជោគជ័យលើការងារប្រចាំថ្ងៃយ៉ាងពិតប្រាកដបាទនេះគឺជាការសរុបខ្លឹមសារចុងក្រោយទៅលើការបកស្រាយរបស់យើងខាងលើអញ្ចឹងយើងចូលទៅចំណុចទី3ធំទី3គឺបញ្ចប់សេចក្តីណាអញ្ចឹងនៅក្នុងបញ្ចប់សេចក្តីនេះគឺអ្នកសិក្សាគ្រប់រូបត្រូវតែចូលបន្តថ្មីមួយទៀតបាទដែលយើងធ្វើការវិតម្លៃប្រធាននិងមតិយោបល់ផ្ទាល់ខ្លួនឥឡូវយើងមើលការវិតម្លៃប្រធានដូចតទៅគេថាយោងតាមការបកស្រាយខាងលើយ៉ាងក្បោះក្បាយរួចមកយើងឃើញថាសុភាសិតខាងលើពិតជាមានតម្លៃយ៉ាងជ្រាលជ្រៅដោយបានចូលរួមចំណែកអប់រំមនុស្សទូទៅឲ្យយល់ដឹងពីតម្លៃនៃការខិតខំប្រឹងប្រែងគុណតម្លៃនៃភាពអត់ធ្មត់ក្នុងការបំពេញកិច្ចការដោយសន្សំដែលជាដើមចមនៃភាពជោគជ័យក្នុងជីវិតបាននៅក្នុងចំណុចនេះផងដែរជាការសង្កេតជាទូទៅរបស់លោកគ្រូឃើញថាបងប្អូនសិស្សានុសិស្សគឺពិបាកក្នុងការវិតម្លៃប្រធានឬក៏ពួកគាត់ពិបាកក្នុងការសរសេរថាតើត្រង់ចំណុចហ្នឹងយើងសរសេរពីអីអញ្ចឹងគឺត្រង់ចំណុចនេះយើងសរសេរវិតម្លៃប្រធានបទរបស់យើងដំបូងបាទតពេញបំពង់ហ្នឹងតើប្រធានមួយហ្នឹងមួយឃ្លាហ្នឹងវាមានតម្លៃកម្រិតណាបាទតើវាមានតម្លៃអ្វីខ្លះអញ្ចឹងយើងត្រូវវាតម្លៃទៅលើឃ្លាហ្នឹងបាទតើឃ្លាហ្នឹងវាមានតម្លៃអប់រំដល់មនុស្សណាខ្លះហើយជួយដល់មនុស្សយ៉ាងដូចម្តេចខ្លះបាទអញ្ចឹងប្រធានបែបពន្យល់ទាំងអស់បាទប្រធានសុភាសិតក្តីទស្សនៈក្តីអ្នកសិក្សាគ្រប់រូបអាចយករបៀបដែលលោកគ្រូបានពន្យល់ហ្នឹងទៅសរសេរបានបាទអញ្ចឹងលោកគ្រូវាតម្លៃត្រឹមតែប៉ុណ្ណឹងបាទឥឡូវយើងចូលទៅដល់ចំណុចចុងក្រោយនៃសំណេរតែងសេចក្តីរបស់យើងគឺមតិយោបល់ផ្ទាល់ខ្លួនបាទឬក៏ទស្សនៈផ្ទាល់ខ្លួនរបស់អ្នកតែងសេចក្តីណាអញ្ចឹងលោកគ្រូដាក់ថាដូចនេះក្នុងនាមយើងជាសិស្សានុសិស្សយើងក៏បីពង្រឹងស្មារតីនិងខិតខំបំពេញតួនាទីជាកូនល្អសិស្សល្អនិងដើម្បីក្លាយជាពលរដ្ឋល្អម្នាក់ក្រោមសកម្មភាពនៃការប្រឹងប្រែងជាប្រចាំបាននៅត្រង់ចំណុចនេះផងដែរយើងត្រូវសរសេរបញ្ចេញគំនិតបញ្ចេញយោបល់របស់យើងហ្នឹងឲ្យស្របទៅនឹងប្រធានបទតក់ពេញបំពង់បើប្រធានបែបពន្យល់របស់យើងគេចង់គេនិយាយអំពីអ្វីក្នុងនាមយើងឡើយនេះ
ជាយោបល់របស់យើងកន្លែងនេះក៏ត្រូវស្របទៅនឹងប្រធានដែរយើងបញ្ចេញយោបល់របស់យើងតែតាក់ទងឬក៏គ្រប់គ្រងទៅលើប្រធានបទរបស់យើងដែរបាទនៅត្រង់ចំណុចនេះណាអញ្ចឹងជារួមមកវិញលោកគ្រូសរសេរបកស្រាយក៏ដូចជាលើកឧទាហរណ៍មួយចំនួនដោយសង្ខេបប៉ុណ្នេះតាក់ទងទៅនឹងតកពេញបំពង់ហើយប្រហែលជាមានចំណុចខ្វះខាតមួយចំនួនក៏ដូចជាអក្ខរាវិរុទ្ធសរសេរទៅពុំទាន់ត្រឹមត្រូវអស់ទេបានតែមានចំណុចខ្វះខាតខ្លះអញ្ចឹងសូមមេត្តាខន្តីអធិស្ឋានអញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅមេរៀនសំណេរតែងសេចក្តីក្រោយៗជាច្រើនទៀត